សាលិខិតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ថ្ងៃទី15ខែមិថុនាឆ្នាំ2026សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់អាយុដំលោកជំទាវលោកអ្នកអុកញ៉ាអ្នកអុកញ៉ាអុកញ៉ាលោកស្រីជាទីមេត្រីសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូក្មួយសិក្ខាកាមសិស្សនិស្សិតមាតាបិតាអាណាព្យាបាលកម្មករនិយោជិតនយោជកដៃគូអភិវឌ្ឍនិងបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អានតាំងនាមរាជរដ្ឋាភិបាលកម្ពុជាទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសិក្ខាកាមសិស្សនិស្សិតមាតាបិតាអាណាព្យាបាលកម្មករនិយោជិតនយោជកដៃគូអភិវឌ្ឍនិងបងប្អូនជនរួមជាតិទាំងអស់ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលដែលនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ដោយសម្រេចឲ្យបាននូវគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតជាពិសេសសម្រាប់យុវជនដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី15ខែមិថុនាជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាជាតិនេះក្នុងគោលបំណងលើកកម្ពស់គុណភាពគុណតម្លៃនិងកតញ្ញូនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈតាមរយៈការផ្សព្វផ្សាយការជំរុញនិងការលើកទឹកចិត្តដល់សិស្សានុសិស្សនិស្សិតយុវជនមាតាបិតាអាណាព្យាបាលកម្មករនិយោជិតនយោជកនិងផ្នែកឯកជនព្រមទាំងសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេសរាជរដ្ឋាភិបាលតែងតែចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈគឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលចាប់តាំងពីក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979មកទន្ទឹមនឹងការស្ដារនិងការអភិវឌ្ឍប្រទេសជាតិពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិលតាមរយៈការដាក់ចេញនិងអនុវត្តដោយជោគជ័យនៅនយោបាយឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅថ្ងៃទី29ខែធ្នូឆ្នាំ1998ជាមួយនឹងការដាក់ចេញនៅកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាខ្ពស់ជាមធ្យមប្រមាណ 7% ក្នុងមួយឆ្នាំនៅក្នុងរយៈពេលជាង2ទសវត្សរ៍ចុងក្រោយនេះទោះបីជាកម្ពុជាបាននឹងកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិយាសកលក៏ដូចជាការរំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តីសេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្តស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងជំហានយ៉ាងស្វាហាប់ដោយសម្រេចបានអត្រាកំណើនក្នុងរង្វង់ 5.3% ក្នុងឆ្នាំ2025និងត្រូវបានព្យាករណ៍ថា
នឹងបន្តកំណើនក្នុងរង្វង់ 4.2% សម្រាប់ឆ្នាំ 2026 ដែលការនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិយាកាសនៃការវិវត្តយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ចនិងនយោបាយក្នុងតំបន់និងសកលលោកលទ្ធផលនេះកើតឡើងអាស្រ័យដោយការដាក់ចេញនូវកម្មវិធីនយោបាយនិងគោលនយោបាយដ៏ត្រឹមត្រូវជាបន្តបន្ទាប់ជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលសម្ដៅធ្វើការអភិវឌ្ឍមូលធនមនុស្សជំនាញដែលជាចន្ទុលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិគាំទ្រដោយវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាមួយគ្នានេះរាជរដ្ឋាភិបាលនីតិកាលទី 7 នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី 1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដោយក្នុងនោះបានផ្ដល់អាទិភាពគន្លឹះទី1លើមនុស្សហើយការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសគឺជាមុំសំខាន់មួយនៃបញ្ចកោណទី 1ការអភិវឌ្ឍមូលធនមនុស្សទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន 6ដែលក្នុងនោះរួមទាំងកម្មវិធីគោលនយោបាយអាទិភាពក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសមានប្រមាណ 1.5 លាននាក់ដោយមិនបង់ថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភដោយឡែកយុវជននានារួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធព្រមទាំងបងប្អូនកម្មករនិយោជិតក៏អាចចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះបានផងដែរជាក់ស្ដែងនៅក្នុងឆ្នាំ 2025 កន្លងទៅនេះរាជរដ្ឋាភិបាលសម្រេចបាននូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនិងវឹកវើកូនជាងដល់សិក្ខាកាមសិស្សនិស្សិតនិងកម្មករនិយោជិតគ្រប់កម្រិតសរុបប្រមាណ 207,000 នាក់ដោយឡែកសម្រាប់ការអនុវត្តនៅកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន 1.5 លាននាក់បាននឹងកំពុងដំណើរការយ៉ាងល្អដែលកម្មវិធីសិក្សាផ្ដោតសំខាន់លើវិស័យអាទិភាពចំនួន 10ដែលមានតម្រូវការទីផ្សារការងារខ្ពស់រួមទាំងជំនាញវិជ្ជាជីវៈដូនតាចំនួន 12 មុខវិជ្ជាផងដែរចាប់តាំងពីដាក់ឲ្យអនុវត្តនៅឆ្នាំ 2024 រហូតដល់ខែមេសាឆ្នាំ 2026 នេះសិស្សដែលបានទទួលការបណ្ដុះបណ្ដាលមានចំនួនសរុបប្រមាណ 271,000 នាក់ក្នុងនោះបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានធីវេតក្រោមឱវាទក្រសួងចំនួនប្រមាណ 229,000 នាក់និងក្រោមមូលនិធិអភិវឌ្ឍជំនាញ SDF ចំនួនប្រមាណ 42,000 នាក់បន្ថែមពីនេះទៀតរាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត 1ដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃរយៈពេល 4 ខែសម្រាប់អ្នកមានអាយុចាប់ពី 15 ឆ្នាំដល់ 35 ឆ្នាំចំនួន 25,000 នាក់វគ្គបណ្ដុះបណ្ដាលតាមលិខិតបញ្ជាក់រយៈពេលខ្លីនៅតាមសហគមន៍សរុបចំនួន 25,000 នាក់ដល់អតីតពលករដែលមានអាយុចាប់ពី 35 ឆ្នាំឡើងរយៈពេល1សប្តាហ៍ដល់1ខែដើម្បីឲ្យបងប្អូនអតីតពលករអាចមានជំនាញមួយពិតប្រាកដនិងអាចប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងវគ្គបណ្ដុះបណ្ដាលជំនាញមុនពេលចូលធ្វើការក្នុងវិស័យកាត់ដេរនិងការផ្ដល់ការទទួលស្គាល់ជំនាញពីមុនដល់អតីតពលករគោលដៅចំនួន 10,000 នាក់ដែលបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី 24 ខែមេសាឆ្នាំ 2026 ក្នុងវិស័យសំណង់លើ 8 មុខជំនាញដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួសព្រមទាំងបាននឹងកំពុងពង្រីកថ្នាក់រៀនចល័តគឺបណ្ដុះបណ្ដាលតាមរថយន្តដើម្បីទៅបណ្ដុះបណ្ដាលផ្ទាល់នៅតាមសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតតាមរយៈកម្មវិធីនេះយុវជនបងប្អូនកម្មករនិយោជិត
និងបងប្អូនពលករវិលត្រឡប់មកពីប្រទេសថៃនិងមានជំនាញមួយពិតប្រាកដអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួនឬចូលបម្រើការងារនៅតាមសហគ្រាសក្រុមហ៊ុនរោងចក្រនានាដែលធ្វើឲ្យពួកគាត់មានជីវភាពល្អប្រសើរឡើងរក្សាបាននូវស្ថិរភាពការងារកំណើនផលិតភាពប្រាក់ចំណូលសមរម្យនិងលក្ខខណ្ឌការងារល្អជាពិសេសបងប្អូនអាចមានឱកាសទទួលបានការគាំពារនិងអត្ថប្រយោជន៍របបសន្តិសុខសង្គមរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សយុវជនដើម្បីមកចុះឈ្មោះចូលរៀននិងជំរុញមាតាបិតាអាណាព្យាបាលដើម្បីអនុញ្ញាតឲ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះនិងទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឲ្យបានកាន់តែច្រើនឡើងព្រោះជាការវិនិយោគរយៈពេលខ្លីឆាប់ទទួលបានផលមានជំនាញមួយច្បាស់លាស់មានឱកាសផ្សារភ្ជាប់ទ្រឹស្ដីនិងបទពិសោធន៍ដែលមាននៅរោងជាងនិងមជ្ឈមណ្ឌលស្រាវជ្រាវទៅនឹងការអនុវត្តជាក់ស្ដែងនៅតាមសហគ្រាសក្រុមហ៊ុនរោងចក្រដែលជំនាញទាំងនេះឆ្លើយតបនឹងតម្រូវការទីផ្សារការងារងាយស្រួលទទួលបានការងារធ្វើឬប្រកបមុខរបរដោយខ្លួនឯងទទួលបានប្រាក់ចំណូលសមរម្យរក្សាបាននូវស្ថិរភាពចំណូលនិងជួយរំដោះខ្លួននឹងក្រុមគ្រួសារចេញពីភាពក្រីក្រនិងភាពងាយរងហានិភ័យក្នុងនាមរាជរដ្ឋាភិបាលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំប្រឹងប្រែងអនុវត្តនូវការងារអាទិភាពរបស់រាជរដ្ឋាភិបាលប្រកបដោយឆន្ទៈមោះមុតព្រមទាំងសូមកោតសរសើរដល់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តសហគ្រាសគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈឯកជនអង្គការសមាគមនិងដៃគូអភិវឌ្ឍជាពិសេសវិស័យឯកជនដែលបានផ្ដល់កិច្ចសហការគាំទ្រនិងចូលរួមក្នុងការជំរុញឲ្យមានការប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនេះទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តហើយខ្ញុំក៏សូមយកឱកាសនេះអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ 1. ចូលរួមផ្សព្វផ្សាយជំរុញលើកទឹកចិត្តដល់សិស្សនិស្សិតយុវជនមាតាបិតាអាណាព្យាបាលកម្មករនិយោជិតនិយោជកនិងផ្នែកឯកជនព្រមទាំងសាធារណជនទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ 2. គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនានារដ្ឋបាលថ្នាក់ក្រោមជាតិអាជ្ញាធរដែនដីចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយជំរុញកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន 1,500,000 នាក់ 3. គ្រប់គ្រឹះស្ថានធីវេទាំងអស់ជំរុញបង្កើនសមត្ថភាពគ្រូបច្ចេកទេសកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សាបំពាក់ឧបករណ៍បរិក្ខារនិងសម្ភារៈបណ្ដុះបណ្ដាល 4. ដៃគូអភិវឌ្ឍនិងវិស័យឯកជនបន្តជួយគាំទ្រដោយពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជននិងគៀកោធនធានពីគ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការអភិវឌ្ឍនិងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងផ្ដល់ឱកាសដល់សិក្ខាកាមសិស្សនិស្សិតបានហាត់ការនិងចុះកម្មសិក្សាមុននឹងឈានចូលទីផ្សារការងារ 5. សហគ្រាសក្រុមហ៊ុនរោងចក្រទាំងអស់ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការផ្ដល់ឱកាសដល់កម្មករនិយោជិតបានទទួលការបណ្ដុះបណ្ដាលផ្លាស់ប្ដូរជំនាញនិងបង្កើនជំនាញនិងផលិតភាពការងារ 6. យុវជនសាធារណជនជាពិសេសបងប្អូនប្រជាពលរដ្ឋនិងអតីតពលករវិលត្រឡប់មកពីប្រទេសថៃអាចស្វែងរកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុននិងឱកាសការងារដោយទំនាក់ទំនងមកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈប្រព័ន្ធឆ្លើយតបបន្ទាន់លេខ1297
7. មេត្តាបិតាអាណាព្យាបាលនិងអ្នកពាក់ព័ន្ធនានាជំរុញកូនចៅឬយុវជនឲ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន 1.5 លាននាក់នៅតាមគ្រឹះស្ថានធីវេតដែលនៅជិតលំនៅឋានកំពុងរស់នៅដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគេជាទីបញ្ចប់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្វាយព្រះពរនិងប្រគេនពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសូមថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះរាជសុខភាពមាំមួនព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅទួតរបស់ព្រះអង្គជាភីយោភាពតរៀងទៅនិងជូនពរចំពោះសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់អាយុដំលោកជំទាវលោកអ្នកអុកញ៉ាលោកស្រីសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសិក្ខាកាមសិស្សនិស្សិតនិងបងប្អូនជនរួមជាតិទូទាំងប្រទេសសូមសំប្រកបដោយព្រះពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយថ្ងៃពុធ10រោចខែជាឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី10ខែមិថុនាឆ្នាំ2026នាយករដ្ឋមន្ត្រីហត្ថលេខានិងត្រាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត